សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងអក្សរសិល្ប៍មួយប្រភេទដែលមានចំណងជើងថារឿងផ្កាស្រពោនជាប្រភេទរឿងអក្សរសិល្ប៍ទំនើបបែបប្រឡោមលោកមនោសញ្ចេតនាហើយរឿងនេះផងដែរនិពន្ធដោយលោកនូហាចគឺនៅក្នុងឆ្នាំ1949តែមុននឹងចូលអត្ថបទសង្ខេបរឿងរបស់យើងសូមឲ្យអ្នកទាំងអស់គ្នាជួយចុច Like Subscribe និងសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងសាច់រឿងផ្ដើមឡើងដោយប៊ុនធឿននិងវិធាវីត្រូវបានឪពុកម្ដាយផ្សំគុំឲ្យជាគូនឹងគ្នាតាំងពីតូចៗមកម្ល៉េះប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវបានធ្លាក់ខ្លួនក្រដុនដាបដោយលោកប៊ុនថងដែលជាឪពុកប៊ុនធឿនបានដឹកស្រូវតាមទូកប៉ុកខ្ចាយទៅលក់នៅឯព្រៃនគរត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់យាយនួនម្ដាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយសនិងសេចក្តីស្មោះត្រង់ក៏បានផ្ដាច់ពាក្យពីប៊ុនធឿនព្រោះប៊ុនធឿនពេលនេះមានទ្រព្យគ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយយាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃសតកូនប្រុសរបស់ថៅកែណៃសៀននិងនាងថោជាអ្នកមានទ្រព្យស្ដុកស្ដំណៃសតជាយុវជនខ្វះសីលធម៌ពាលីអាវ៉ាសែអាងទឹកប្រាក់ដើរលេងតាមអំពើចិត្តចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃសតមកនាងវិធាវីក៏ធ្លាក់ខ្លួនឈឺស្រពាប់ស្រពោនគិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿនគូសង្សារស្មើជីវិតតែនាងមិនហ៊ានប្រកែកនឹងបំណងម្ដាយពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅកម្លាំងកាន់តែខ្សោយទឹកមុខស្លេកស្លាំងបាយមិននឹកទឹកមិនឃ្លានគេងក៏មិនលក់នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅយាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងដើរកំសាន្តលេងទៅដល់ខេត្តសៀមរាបអង្គរដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសមម្នោះបន្តិចណាឡើយក្រោយមកនាងវិធាវីមានជំងឺក្អកធ្លាក់ឈាមហើយគ្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយឡើយនិយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេគិតតែពីដើររកគ្រូមកម្ដងឲ្យលោកស្រោចទឹកម្ដងបញ្ជាន់អារក្សតែនៅតែគ្មានបានលទ្ធផលអ្វីសោះថ្លែងពីប៊ុនធឿនពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីចិត្តរៀបការក៏កើតទុក្ខទោមនស្សយំខ្សឹបខ្សួលតែម្នាក់ឯងប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអូសដើម្បីបន្លប់នៅសេចក្តីទុក្ខព្រួយពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញមច្ចរាជបានផ្ដាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងមិនសល់ទុកតែសេចក្តីទុក្ខសោកអាឡោះអាល័យសង្រេងសង្រីឲ្យប៊ុនធឿននិងវិបដិសារីដល់យាយនួនចាអត្ថបទសង្ខេបរឿងរបស់យើងក៏មកដល់ទីបញ្ចប់ត្រឹមប៉ុណ្នេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយហើយក៏សូមអភ័យទោសផងដែរចំពោះការខុសឆ្គងទៅលើអក្ខរាវិរុទ្ធនៅត្រង់ប្រការណាមួយសូមអរគុណ